มันจะมีสู้บางคนออกนี้บางในยังมาตามด่านหนึ่งชีวิตระบอบประพนมมายังในประเทศยังบาให้เชียมันมีได้ประพนมประพนมจีทอมจีดในตะไตนั่งมาเกิดเวียเมาโดยเวียในเลือพนมហើយវាភាគច្រើនគឺវាស៊ីអាហារនៅតាមជំរាលភ្នំជំរាលភ្នំចោតដូចជញ្ជាំងក៏វាអាចរស់នៅបាននឹងប្រស័យឬក៏ធ្វើដំណើរតាមជំនាភ្នំនឹងបានយ៉ាងស្ទាត់ជំនាញផងដែរប៉ុន្តែពេលខ្លះគេក៏ឃើញមានការវាយប្រហារពីសត្វឥន្ទ្រីដែលឥន្ទ្រីប៉ុនពងចង់ពិឃាតដល់សត្វប្រភ្នំនេះប៉ុន្តែពេលខ្លះក៏វាមិនបានសម្រេចដោយសារវាមានទម្ងន់ធ្ងន់ជាងនឹងខ្លួនធំជាងឥន្ទ្រីនេះឯសត្វប្រមាញ់ផ្សេងទៀតដូចជាឆ្មានិងខ្លាភ្នំក៏មានការវាយប្រហារទៅលើប្រភ្នំផងដែរដោយហេតុដោយសារវានៅទីតាំងដូចគ្នាហើយក៏ពីធម្មជាតិមកបានតាក់តែងមកដូចនេះចឹងហើយបានជាប្រភ្នំគេវាមានតម្លៃណាស់បើសិនជាយើងបានជួបនឹងបានស្នែងរបស់វានឹងសូម្បីតែវងកញ្ជ្រោងឬក៏វងឆ្កែត្រចកក៏តាមប្រមាញ់ប្រភ្នំនេះផងដែរជាទូទៅយើងមិនដែលឃើញឆ្កែត្រចកឬក៏វងកញ្ជ្រោងមានការប្រមាញ់ទៅលើសត្វប្រភ្នំនោះទេដោយហេតុឆ្កែត្រចកវារស់នៅក្នុងព្រៃនិងវាទំនាបហើយវងកញ្ជ្រោងនឹងក៏ដូចគ្នាដែរជួនកាលម្ដងម្កាលក៏មានវងចចកនិងវងឆ្កែព្រៃឆ្កែចចកនឹងបានប្រមាញ់វាដោយហេតុវាបានធ្វើដំណើរឆ្លងកាត់ភ្នំមួយនោះនេះជារូបភាពមួយដែលបង្ហាញថាប្រភ្នំគឺមានសុវត្ថិភាពខ្ពស់និងវាបានប្រើជំនាញរបស់វាសម្រាប់ការថែរក្សាឲ្យមានសុខសុវត្ថិភាពសម្រាប់ជីវិតរបស់វាយើងមើលឃើញមិនថាប្រភ្នំនោះទេដែលមានជំនាញឡើងភ្នំចោតនេះក៏ជាជ្រូកព្រៃមួយគ្រួសារដែលបានឡើងភ្នំចោតដូចគ្នាដែរប៉ុន្តែវាគ្មានជំនាញពិតប្រាកដក្នុងជីវិតរបស់វានោះទេក្នុងការឡើងជំនាញភ្នំទាំងអស់នេះដោយហេតុពីពេលខ្លះក៏ជ្រូកព្រៃក៏រកផ្លូវមិនឃើញនិងមានការធ្លាក់ចុះជារឿយផងដែរអរគុណសម្រាប់ការទស្សនា